ចំណុចដែលមួយទៀតដែលខ្ញុំសង្កេតឃើញដែរគឺចេះដែលខ្ញុំគិតថានេះជារបត់ថ្មីមួយពេលខ្លះយើងសង្កេតឃើញថាគណៈនេះដែលរបស់អតិជនមួយនោះត្រូវបានជនខិនខូចអាចទិញហើយយកទៅគ្រប់គ្រងពេលយើងស្វែងរកទៅការពិតកុងដែលគាត់ប្រើប្រាស់ហ្នឹងគឺដោយប្រើប្រាស់ដោយជនផ្សេងទេហើយតាមតម្រុយដែលយើងបានឃើញកន្លងមកថាចាស់វាមានក្រុមកិលខូចមួយចំនួនតូចដែរដើរទិញកុងពីអ្នកប្រើប្រាស់មួយចំនួនអាចថាមកកុង10រៀល20រៀលអញ្ចឹងទៅអ្នកខ្លះធម្មតាបើកុងនៅធនាគារមិនវាស្រួលបើកដែរមិនអស់លុយអញ្ចឹងទៅហើយនេះខ្ញុំសូមពៀមលាបងប្អូនទាំងអស់ថាបើសិនជាកុងយើងមិនប្រើប្រាស់អីឲ្យមកបិទទៅហើយកុំលក់ណាកុំលក់ព្រោះអាចនាំបញ្ហាដល់ម្ចាស់កុងហើយយើងសម័យឃើញចេះនៅពេលដែលអ្នកផ្សេងយកកុងយើងទៅប្រើប្រាស់នោះគឺអ្នកនឹងមានគេហៅថាមានបំណងទុច្ចរិតរួចហើយថាកុងនឹងដើម្បីប្រើធ្វើអីផ្សេងៗទៀតចំណុចនេះគឺជាចំណុចមួយដែលយើងកំពុងតែធ្វើការជាមួយនឹងភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយមិនព្រោះដោយសារតេតិននិង Cyber Security នេះវាមិនមែនតែវិស័យធនាគារមួយទេវាត្រូវមានខាងទូរស័ព្ទណានិយត្តករហើយនឹងភ្នាក់ងារអនុវត្តច្បាប់មួយចំនួនទៀតព្រោះអ្នកខាងអ្នកផ្ដល់សេវាទូរស័ព្ទហ្នឹងក៏ដើរតួសំខាន់ដែរខាងវិស័យធនាគារកន្លងមកច្រើនតែចេះទេតាមពិតគេយកប្រព័ន្ធធនាគារដើម្បីយកអាហ្នឹងធ្វើជាគេថាទទួលយកផលដែលបានមកពីការបន្លំតាមរយៈយកកុងហើយសម្រាប់វិស័យតែម្ដងយើងបដិញ្ញាចិត្តដើម្បីធ្វើម៉េចលុបបំបាត់ឬកាត់បន្ថយជាឲ្យបានកាន់តែច្រើនចំពោះករណីនេះ